ក្រុមជម្រើសជាតិបាល់ទះកម្ពុជាយើងបានត្រឡប់មកដល់មាតុភូមិវិញហើយក្រោយពីចេញទៅប្រកួតពានរង្វាន់ CV Cup លើកទី6នៅឯប្រទេសហ្វីលីពីននិងប្រទេសឥណ្ឌូនេស៊ីត្រឡប់មកវិញជាមួយនឹងមោទនភាពជាតិនិងកិត្តិយសរបស់ជាតិក្រោយពីទទួលបានជើងឯកនៅជើងទី1នៅឯប្រទេសហ្វីលីពីននិងទទួលបានលេខ4នៅឯជើងទី2នៅឯប្រទេសឥណ្ឌូនេស៊ីគួរបញ្ជាក់ផងដែរថាការឈ្នះជើងឯកពានរង្វាន់ CV Cup លើកទី6ជើងទី1នៅឯប្រទេសហ្វីលីពីននេះគឺជាការកសាងប្រវត្តិសាស្ត្រដ៏អស្ចារ្យថ្មីមួយសម្រាប់បាល់ទះកម្ពុជាយើងយ៉ាងណាមិញក៏សូមចូលរួមអបអរសាទរដល់ក្រុមជម្រើសជាតិបាល់ទះកម្ពុជាយើងដែលបាននាំមកនៅជ័យជំនះនិងពានរង្វាន់ក៏ដូចជាកិត្តិយសជូនជាតិមាតុភូមិយើងហើយក៏សង្ឃឹមថាក្រុមជម្រើសជាតិបាល់ទះកម្ពុជាយើងនឹងខិតខំប្រឹងប្រែងបន្តទៀតដើម្បីអាចនាំទង់ជាតិកម្ពុជាយើងចេញទៅពានរង្វាន់ធំៗនៅឯឆាកអន្តរជាតិផ្សេងៗ